បាទសួស្តីនេះយើងបាទនៅក្នុងវីដេអូនេះយើងមកបន្តលំហាត់យើងបាទទៀតទាក់ទងជាមួយនឹងលំហាត់បែបចំនួនកុំភ្លេចបាទត្រៀមប្រឡងបាក់ឌុបបាទនៅថ្ងៃខាងមុខនេះដែលនៅសល់រយៈពេលតែ89ថ្ងៃទេណាបាទគិតធំថ្ងៃនេះដែលជាថ្ងៃទី20បាទខែ5ឆ្នាំ2025អញ្ចឹងយើងមើលនៅក្នុងលំហាត់នេះខ្ញុំលើកយកលំហាត់2ដែលជាចំនួនកុំភ្លេចទម្រង់ធម្មតានិងទម្រង់បែបនេះចឹងបើសិនបើក្នុងករណីយើងឃើញបាទលំហាត់ទម្រង់បែបនេះគេឲ្យយើងទៅសេជាចំនួនកុំភ្លេចបាទជាទូទៅយើងធម្មតាយើងរក model ហើយនឹងរកអគុយម៉ង់ប៉ុន្តែយើងរកតាមវិធីបាទកាត់ទៅកុំប្រើបាទតាមវិធីបាទធម្មតា view អញ្ចឹងកន្លែងនេះបើយើងរក model វាប្រកាសជាឃើញរើស2អញ្ចឹងគ្នាយើងទាញរើស2ជាកតាមកអញ្ចឹងទាញរើស2ជាកតាយើងបានអីបានអានេះបានរើស2លើ2តាមពិតវាបាន1នៅលើរើស2ទេគ្រាន់តែយើងបាត់ radical វិភាគបែងទៅបានរើស2លើ2បាទបូកជាមួយនឹងរើស2លើ2បាទលើ 2i នេះហើយយើងមើលផ្នែកខាងមុខដែលអត់ជាប់ជាមួយនឹងអក្សរ i នេះវាតំណាងឲ្យកូសហើយផ្នែកខាងក្រៅដែលជាប់ជាមួយនឹង i នេះវាតំណាងឲ្យ sin អញ្ចឹងយើងមើលកន្លែងនេះឬ2លើ2យើងដឹងថាបើយើងសរសេរវាទៅជាទម្រង់ត្រីកោណមៀតមុំរបស់វាគឺស្មើជាមួយនឹងបាទផាយលើ4អញ្ចឹងកូសផាយលើ4ហើយយើងមើលលើអង្កាត់ត្រង់ដោយសារផ្នែកខាងមុខនេះតំណាងឲ្យកូសផ្នែកខាងក្រៅនេះតំណាងឲ្យ sinចឹងកូសយើងវិជ្ជមាន sin ក៏វិជ្ជមានបើយើងគិតទៅវាស្ថិតនៅក្នុងកាត់ត្រង់ទី1ណាកាត់ត្រង់ទី1អញ្ចឹងមុំវាអត់ប្រែប្រួលទេអញ្ចឹងយើងបាន2បាទកូសផាយលើ4បូកជាមួយនឹង i sin បាទផាយលើផាយលើ4បាទនេះឃើញទេបាទប៉ុណ្្នឹងហើយនេះគឺជាទម្រង់ត្រីកោណមៀតហើយអញ្ចឹងដូចនេះបាទដូចនេះឬក៏ដូចនេះបាទសិតយើងដែលសរសេរជាទម្រង់ត្រីកោណមៀតវាស្មើជាមួយនឹងឫស2នៃបាទកូសផាយលើ4បូកជាមួយនឹង i sin បាទផាយលើ4បាទនេះគឺជាចម្លើយទី1ដែលយើងសរសេរវាចេញជាទម្រង់ត្រីកោណមៀតនៃកុំភ្លេចបាទខាងលើនេះចុះបើសិនបើគ្នាយើងជួបទម្រង់បែបនេះបាទគ្នាយើងធ្វើបែបណាព្រោះនេះវាអត់មែន2ទូទេវាមានដល់ទៅ3ទូបើ2ទូបែបនេះអានេះជាកូសអានេះជា sin ចុះអានេះមានដល់ទៅបាទ3ទូអញ្ចឹងគ្នាយើងចាត់ទុកមួយណាជាកូសមួយណាជា sin បើយើងទៅរក model រកឃើញទេបាទកាន់តែឆ្ងាយទៀតអញ្ចឹងនេះយើងពូរក model បើយើងចាត់ទុកអានេះជា a អានេះជា b វាស្មើ1អញ្ចឹងនេះយើងធ្វើបែបនេះវិញបាទយើងព្យាយាមឲ្យវាទៅជាបាទតម្លៃមួយដែលជាតម្លៃមុំពិសេសអញ្ចឹងកន្លែងនេះគឺយើងអាចទាញ2ជាកតាសិនមកបាទអញ្ចឹងខ្ញុំអាចទាញ2ជាកតាអានេះនៅសល់1បូកជាមួយនឹងបាទឬ3នៅលើ2បូកជាមួយនឹង1លើ2 2i នេះហើយយើងមកគិតចេះវិញណាអាមួយនេះកុំតាន់ខ្វល់អាមួយខាងមុខនេះយើងគិតថាឬ3លើ2យើងនឹងជំនួសឲ្យកូសវិញមកហើយកន្លែង1លើ 2i វាតំណាងឲ្យ sin អញ្ចឹងគិត sin វិញមកthếយើងមើលនៅកន្លែងនេះបន្តិចយើងនឹងបាន2បាន1បូកជាមួយនឹងឬ3លើ2យើងគិតទៅវាកូសផាយលើប៉ុន្មានយើងផាយលើ6ណាអញ្ចឹងកូសផាយលើ6បូកជាមួយនឹងបាទ sin ដាក់ i ởមុខណាបាទ i sin បាទអានេះក៏ផាយលើ6ដែរព្រោះ1លើ2 sin បាទផាយលើ6ដល់ពេលបានប៉ុណ្ណេះគឺយើងចាំ1បូកកូសផាយលើ6នេះយើងបញ្ចូលក្នុងរូបមន្ត1បូកកូសបាទ alpha អញ្ចឹង1បូកកូស alpha វាស្មើនឹង2កូសការ៉េបាទ alpha លើ2នេះយើងណាអញ្ចឹងវាស្មើនឹង2បាទកតាឲ្យ2បាទកូសការ៉េ alpha លើ2អញ្ចឹងកូសការ៉េ alpha លើ2អានេះបានកូសផាយលើ12បូកជាមួយនឹងកន្លែងនេះគឺយើងប្រើ sin alpha វាស្មើជាមួយនឹង2បាទ sin alpha លើ2បូកជាមួយគុណជាមួយនឹងកូស alpha លើ2ជើវាបាន2បាទ sin បាទផាយលើ6លើ2ទៀតវាលើ12បាទកូសបាទផាយលើ10 12អញ្ចឹងគ្នាយើងមើលអានេះអាមុខនេះគឺយើងមានកូសផាយលើ12បាទកូសការ៉េអាក្រោយនេះវាមានបាទកូសបាទផាយលើ12មួយដែរអញ្ចឹងយើងអាចទាញបាទកូសផាយលើ12ជាកតាប៉ុន្តែយើងទាញទាំងពីរមកណាយើងទាញ2បាទកូសផាយលើ12ជាកតារួមអញ្ចឹងពេលយើងទាញមក2នេះគុណ2វាឡើង4អញ្ចឹង4បាទកូសផាយលើ12កតាឲ្យកូសបាទផាយលើ12បូកជាមួយនឹង e បាទ sin ផាយលើ10 12បាទលោកគ្រូខ្លះគាត់ឲ្យលក្ខខណ្ឌអានេះបើវាជា model ណាព្រោះ model តម្លៃវាត្រូវបាទធំជាង0ប្រវែងអញ្ចឹងយកធំជាង0បាទទៅដល់1អញ្ចឹងសម្រាប់បាទចម្លើយយើងអនុគមត្រីកោណមៀត
អត់ទៅសេជាបាទតម្រងត្រីកោណមានបាទគ្នាយើងឃើញបាទប៉ុណ្ណេះសិតបើយើងស្មើជាមួយនឹង4បាទកូផាយលើ12បាទកតាឲ្យកូផាយ12បូកជាមួយនឹង e sin ផាយលើ12អញ្ចឹងដូចនេះបាទដូចនេះបាទសិតរបស់យើងហ្នឹងបាទស្មើជាមួយនឹងអីបាទស្មើជាមួយនឹង4កូផាយលើ12កតាឲ្យកូបាទផាយលើ12បូកជាមួយនឹង e sin បាទផាយលើ10 12បាទនេះគឺជាបាទចម្លើយដែលយើងសរសេរសិតហ្នឹងជាទម្រង់ត្រីកោណមៀតដែលមានទម្រង់បាទ3តួបែបនេះអញ្ចឹងបាទសម្រាប់បាទសរសេរជាទម្រង់ត្រីកោណមៀតដែលមានទម្រង់មួយបែបនេះនិងទម្រង់មួយបែបមិនធម្មតាបែបនេះបាទអញ្ចឹងសម្រាប់វីដេអូនេះក៏មានចម្លើយប៉ុណ្ណេះអញ្ចឹងក៏អរគុណអ្នកយើងបាទសម្រាប់វីដេអូនេះ